និយាយរឿងខ្មោចមុនទៅមួយទឹករឿងហ្នឹងកើតឡើងចំពោះខ្ញុំផ្ទាល់គឺនៅប្រហែលជាខ្ញុំថ្នាក់ទី9ចូលទី10ហ្នឹងគឺគាត់ហ្នឹងចង់ដើរបាញ់សត្វអីចឹងដោយសារពេលហ្នឹងរដូវវស្សាហើយសម្បូរសត្វវាទុំឬក៏វានៅតាមដើមឈើអីចឹងហើយក៏គាត់សុំម៉ែខ្ញុំហ្នឹងទៅបាញ់សត្វមិនទៅបាញ់សត្វតែគាត់មានគ្នាគាត់មានតែម្នាក់ឯងតែក្នុងម៉ោងចន្លោះម៉ោងហ្នឹងគឺគាត់សុំហ្នឹងប្រហែលជាម៉ោងចូលជាម៉ោង10ទៅដល់ម៉ោង11យប់ហើយអញ្ចឹងម៉ែខ្ញុំអត់ចង់ឲ្យទៅទេដោយសារតែម្នាក់ឯងហើយអញ្ចឹងគាត់បារម្ភពីសុខភាពប្តីគាត់អីចឹងហើយគាត់អត់ចង់ឲ្យទៅទេហើយក៏មកតែខ្ញុំហ្នឹងគាត់ទៅចេះគាត់ចង់ទៅតែម្នាក់ឯងហ្នឹងក៏គាត់ទៅដែរបើខ្ញុំរត់ចេញជើងហ្មងគឺគាត់ចង់ទៅហើយគាត់សម្រាប់ចិត្តថាទៅដល់ពេលគាត់ដើរឆ្លងអូឆ្លងអីក្រោយតែខ្ញុំហ្នឹងទៅចូលដល់ចកាតង្ហែនមួយធំហ្នឹងក៏គាត់ចាប់ផ្ដើមដើរបាញ់សត្វរកអីចឹងធម្មតាប៉ុន្តែដល់ពាក់កណ្ដាលដើមដល់ពាក់កណ្ដាលចកាតង្ហែនហ្នឹងក៏គាត់ចាប់ផ្ដើមលឺសលេងក្មេងយំគាត់ក៏សង្ស័យថាសលេងក្មេងយំហ្នឹងប្រហែលជាមកពីភូមិខាងក្រៅហ្នឹងដោយសារយើងដើរហួចចកាតង្ហែនអាធំហ្នឹងទៅមានភូមិមួយនៅខាងក្រៅក៏គាត់ថាមីណាអីចឹងវាអត់ចេះមើលកូនណាមក10មិន10យប់2 10យប់អីមិនអត់មានមើលកូនអញ្ចឹងទុកឲ្យកូនយំអីចឹងគាត់ក៏ដើរតាមចកាហ្នឹងដើរតាមសលេងហ្នឹងផងហើយនឹងដើរមើលសត្វតាមដើមឈើហ្នឹងផងទៅហើយក៏ចាប់ផ្ដើមដល់ពាក់កណ្ដាលចកាដល់ពេលដល់ពាក់កណ្ដាលចកាក៏គាត់ចាប់ផ្ដើមឮសលេងហ្នឹងកាន់តែគៀកគាត់ទៅគាត់ក៏ដឹងច្បាស់ថាសលេងហ្នឹងមិនមែនចេញមកពីភូមិនៅខាងក្រៅហ្នឹងទៀតទេគឺសលេងហ្នឹងនៅក្នុងចកាហ្នឹងហើយគាត់ក៏ឆ្ងល់ថាហេតុមិនបានជាមានសលេងក្មេងហ្នឹងនៅក្នុងចកាហ្នឹងអញ្ចឹងដោយសារទាំងវាកណ្ដាលយប់ហើយក៏អត់មានមនុស្សរស់នៅក្នុងចកាហ្នឹងដែរគាត់ក៏មានចិត្តមួយគឺដើរទៅតាមសលេងហ្នឹងដល់ពេលគាត់ដើរជិតដល់សលេងហ្នឹងក៏គាត់ចាប់ផ្ដើមលឺទៅកាន់តែលឺទៅហើយកាន់តែជិតទៅក៏គាត់ដល់ដើមទាំងថ្ងៃធំមួយដើមទាំងថ្ងៃហ្នឹងវាធំវាអាចជាវាធំអាចផ្លាយដល់100 200គីឡូអញ្ចឹងទៅក៏គាត់ដល់ដើមទាំងថ្ងៃហ្នឹងមួយហើយក៏គាត់ចាប់ផ្ដើមលឺសលេងក្មេងហ្នឹងយំនៅដើមទាំងថ្ងៃហ្នឹងគឺយំអេះងាអីចឹងទៅហើយក៏គាត់ចាប់មានអារម្មណ៍ថាអត់ស្រួលទេគឺអារម្មណ៍ហ្នឹងគឺថាយើងដឹងថាវាខ្មោចហ្នឹងគឺឡងហើយអញ្ចឹងទៅគាត់ក៏សម្រេចចិត្តថាយកអាស្នាប់បាញ់សัตว์របស់គាត់ហ្នឹងគាត់សម្រេចចិត្តតម្រង់ទៅបាញ់អាចំណុចដែលលឺក្មេងយំនៅលើដើមទាំងហ្នឹងពេលគាត់បាញ់ភ្លាមគឺសលេងក្មេងយំកាន់តែលឺទៅហើយធ្វើឲ្យគាត់បាសរោមហើយព្រឺក្បាលខ្លាំងមែនទែនហើយក៏គាត់សម្រេចចិត្តថារត់យ៉ាងណាគឺរត់ឲ្យផុតពីចំណុចកន្លែងហ្នឹងរត់ឲ្យផុតពីកន្លែងហ្នឹងពីអាអំបន់អាខាត់ខ្មោចលងហ្នឹងរត់ធ្វើមិនឲ្យចេញពីកន្លែងហ្នឹងឲ្យបានឲ្យលឿនបំផុតក៏គាត់ក៏សម្រាប់រត់ធ្លាក់អីផងចឹងគាត់មកដល់ផ្ទះពេលមកដល់ផ្ទះគាត់ទៅហេតុទៅហប់អីចឹងម៉ែខ្ញុំដល់ម៉ោង10 11យប់2 10ចិត្តម៉ោង1ហើយក៏គាត់ឃើញប្តីគាត់រត់មកទាំងយប់អីចឹងក៏គាត់ស្ងល់ថាមិនកើតអីចឹងទៅក៏គាត់សួរចឹងហើយខ្ញុំក៏និយាយអត់ទាន់កើតដែរហើយក៏គាត់ឈប់សារៈអំភ្លេចទៅក៏គាត់និយាយថាមានរឿងអីរាយរាប់ដូចខ្ញុំនិយាយពីមុនមកចឹងហើយក៏ខ្ញុំម៉ែខ្ញុំក៏បន្ទោសខ្ញុំថាហ្នឹងហើយអត់ចេះជឿគាត់ថាយប់អញ្ចឹងកុំដើរម្នាក់ឯងអីចឹងដោយសារពេលយប់អញ្ចឹងមានពួកអាពពួកព្រាយខ្មោចអីចឹងវាចាប់ផ្ដើមចេញអីចឹងហ្នឹងជាហេងរបស់គាត់ដែលគាត់អាចរត់បានអីចឹងទៅវាគឺជារឿងមួយដែលអារឿងហ្នឹងរឿងពិតខ្ញុំអត់និយាយកុហកទេប៉ុន្តែអ្នកទាំងអស់គ្នាបើមិនជឿកុំប្រមាថដោយសារខ្មោចយើងអាចមើលឃើញទេប៉ុន្តែខ្មោចអាចមើលយើងឃើញបានខ្ញុំនិយាយមុនមួយទឹកឥឡូវបាយមួយទឹកឯង